សួស្តីបងប្អូនអរគ្នាបងប្អូននេះវីដេអូទូភ្ញាស់សង្គ្រោះបន្ទាន់បងប្អូននេះពេលបងប្អូនខូចទូកដាទីហ្នឹងបងប្អូនតែសួរមកខ្ញុំតែប្រាប់រហូតហ្នឹងតែឥឡូវខ្ញុំសុំចេញវីដេអូមួយដើម្បីកុំឲ្យពិបាកប្រាប់ច្រើនដងដាក់ក្នុង YouTube ក្នុង Facebook តែម្ដងទៅបាទបងប្អូនពេលបងប្អូនប្រើទូភ្ញាស់បាទជាមិនរួចទេរឿងខូចកដាទីហ្នឹងតែមានពេលណាមួយចាំបាច់ជាទូខ្ញុំຂະຫນាតធំខ្ញុំតែមានក្បាលជាទី2បាទបើសិនទូភ្ញាស់ពីដៃបងប្អូនដាច់ពូអំពូដូចពូដាក់សកួរបាទដូចខូចក្បាលជាបងប្អូនក្បាលជាមួយទៀតបាទអញ្ចឹងទៅណាបាទតែចុះបើសិនជាខូចអត់មានទូផ្សេងទៀតអត់មានក្បាលជាដូរឬក៏ចេះដូរដាក់អញ្ចឹងទៅបងប្អូនធ្វើមិនបាទបងប្អូនត្រូវតែធ្វើទូសង្គ្រោះបន្ទាន់បងប្អូនទូសង្គ្រោះបន្ទាន់ធ្វើបែបនេះបងប្អូននេះចាំមើលណាបងប្អូនមានឡាំងមួយព្រោះខ្ញុំលក់ទូចិនឲ្យបងប្អូនតែមានបាទតែមានកេះបែបនេះកេះបែបនេះអញ្ចឹងបងប្អូនអត់មានកេះបែបហ្នឹងបងប្អូនអាចមានកេះស្នោបាទកេះស្នោចេះដាក់កេះដាក់បន្លែដាក់ប្លុកអីហ្នឹងបាទចាស់អីអត់មានកម្រអីអត់ទៅបាទសល់អីចេះក៏បានដែរនេះបាទឧទាហរណ៍ណាកេះផ្សេងបងប្អូនអាចលើកដីលោករកបានណាបាទអញ្ចឹងបងប្អូនយកមកបាទឥឡូវខ្ញុំយកកេះនេះខ្ពស់ក៏ខ្ពស់ចុះបាទអញ្ចឹងបងប្អូនហើយកណាត់បាទកណាត់បាទមានអីចម្បាងនេះដែរហ្នឹងដូចតែបងប្អូនត្រៀមចំទូភ្ញាស់ទីដៃហ្នឹងណាបាទបងប្អូននេះបាទខ្ញុំកណាត់បាទនេះបាទបងប្អូនទូភ្ញាស់ត្រូវស្អាតដូចបាទទូភ្ញាស់ត្រូវស្អាតមានជីវសុវត្ថិភាពល្អណាស់ទៅបីកម៉ាណាក្រែលហើយយកមកប្រើបានស្អីអញ្ចឹងបាទអញ្ចឹងបងប្អូននេះក្រែលបានហើយផ្សែងពោះគោកម៉ាកណាត់ចំបើងកាមលាក់យកមកដាក់ដូចសបកមន់អញ្ចឹងមកបាទបងប្អូនដាក់ទឹកបាទបងយកទឹកមួយចានមកបាទបងប្អូនត្រូវដឹងថាពេលនេះអត់មានកង្ហាណាចឹងគឺសំណើមានពិបាកបន្តិចអីបាទបងប្អូនណាបាទសម្រាប់ចានទឹកមុនដាក់ចានទឹកក្រោយយកពងចឹងវាជន់បាទនេះបាទកុំឲ្យវីដេអូវែងបងប្អូននេះបាទយកអាទូនេះមកកេះនេះមកចុះអាកេះខ្ពស់លូកដៃមិនចង់ដល់បាទបងប្អូនដាក់ចឹងហើយអីទៀតបាទបងប្អូនត្រូវមានតែ1ម៉ែត្រមួយបងប្អូននេះតែ1ម៉ែត្របងប្អូនដាក់ឡើងទីប្រជុំជនណាកណ្ដាលទូណានៅពងហ្នឹងអញ្ចឹងបាទបើអត់មានអាហ្នឹងទេបងប្អូនមានតែ1ម៉ែត្រនេះក៏ល្អវាមានទាំងសំណើមទៀតបាទវាមានទាំងសំណើមទៀតណាបងប្អូនអានេះចុះអត់ទាំងពីរហ្នឹងទៀតបាទអត់ទាំងពីរហ្នឹងទៀតបាទនៅស្រុកភូមិសម័យនេះមិនខ្វះទេបាទបងស្គាល់តែ1ម៉ែត្រនេះហ៎បាទតែ1ម៉ែត្របាទតែ1ម៉ែត្រនេះជំងឺណាបាទខ្លះតែ1ម៉ែត្ររបស់សេចក្ដីភាពកូនក្មេង1ម៉ែត្រនេះបងប្អូនឬធំរបស់អាហ្នឹងដែរបាទមិនទៀតពូលបងប្អូននេះពូលចឹងបងប្អូនពូលបងប្អូនរមស្រុកភូមិអា40វ៉ាត់ក៏បាន60វ៉ាត់ក៏បាន100វ៉ាត់ក៏បានយកមកបាទผมយកមកទៅខូចកងអស់ហើយបាទបងប្អូននេះបាទបងលេងនៅជាប់ខ្សែលូកខ្សែទៅឲ្យចំជាប់ចំពូលនៅចំកណ្ដាលបងប្អូនណាបាទបងប្អូននេះចឹងដល់ភ្លើងហើយផ្លែយទូបដាសានបាទហើយបាទបងប្អូនហើយអានេះអត់និយាយលេងទេណាបងប្អូនអត់ទិញទូភ្ញាស់បងប្អូនមានគ្រឿងប៉ុណ្ណេះក៏ភ្ញាស់ដែរបាទវានោះវាសំខាន់រឿងតែ1ម៉ែត្រមួយនោះបាទអញ្ចឹងបងប្អូនកម្របនេះចឹងដែរបងប្អូនសេរីទៅសេរីលៃយ៉ាងណានេះដោយសារអីដោយសារអំពូលនោះបងប្អូនអាចจะ40វ៉ាត់60វ៉ាត់100វ៉ាត់វ៉ាត់វាខ្លាំងណាអញ្ចឹងដល់កាលណាបងប្អូនដាក់ទៅជ្រៅពេកអានេះដូចវ៉ាត់កេះស្នោនេះបាទហើយកុំឲ្យដាក់ឡើងនេះខ្ពស់អញ្ចឹងខ្ពស់អញ្ចឹងវាងុំមិនឲ្យខ្លាំងអញ្ចឹងបងប្អូនសេរីអានេះខ្ពស់ទៀតតាមហ្នឹងបងប្អូនណាសេរីបែបហ្នឹងបាទចន្លោះក៏អញ្ចឹងដែរចំហធំតូចក៏លោកលៃតាមហ្នឹងដែរបាទចឹងទូនេះបងខ្ញុំស្មានណាសម្រាប់ឡាំងស្នោបើសំទោសសម្រាប់ឡាំងกระดาษមួយនេះបងខ្ញុំស្មានប៉ុណ្ណេះបាទបងប្អូនត្រូវដាក់កម្របឲ្យប៉ុណ្នេះបាទនេះបាទហើយអាមួយនេះបាត់ប៉ុណ្ណេះហើយមានអីកលបាទចន្លោះធំជាងហ្នឹងបាទធំជាងប៉ុណ្នេះបាទអំពូលខ្ញុំនេះតែ40វ៉ាត់ទេបាទបងប្អូននិយាយសារឡើងវិញណាអំពូល40វ៉ាត់60វ៉ាត់100វ៉ាត់បញ្ហានេះសំខាន់គឺបងប្អូនចំហទូបាទទូកាន់តែចំហសំណើមកាន់តែតិចបាទបងប្អូនត្រូវយល់អាហ្នឹងណាអញ្ចឹងបងប្អូនមាន25វ៉ាត់បងប្អូនបាត់រៀងចិត្តសំណើមល្អហ្មងបាទអត់មានកង្ហាក៏ពិតមែនបាទតែទូមានចន្លោះខ្យល់ប៉ុណ្នេះអីកម្ដៅគឺរត់មកខាងលើទេហើយខាងក្រោមក៏មានដែរតែកម្ដៅខ្លាំងរត់ប៉ែមកលើចេះអញ្ចឹងសំខាន់លើការចេះចំហទូបងប្អូនណាបាទចំហឲ្យត្រូវនោះតែ1ម៉ែត្របងប្អូនមើលតែ1ម៉ែត្រហ្នឹងលៃអាណាកុំឲ្យកម្ដៅលើពី38ចន្លោះ37 38ចន្លោះហ្នឹងណាបាទអញ្ចឹងសរុបមកបាទវីដេអូនេះបាទយើងចម្លែកតិចបាទបងប្អូននេះហើយជាទូសង្គ្រោះបន្ទាន់នៅពេលបងប្អូនខូចទូបាទបងប្អូនខូចទូឬក៏បាទខូចក្បាលបញ្ជាឬខូចទូខូចហើយកណ្ដាលទីណាបាទគឺបងប្អូនត្រូវធ្វើបែបនេះ
បាទចឹងបងប្អូនសូមចាប់វីដេអូប៉ុណ្នេះនេះជាទូបាទសង្គ្រោះបន្ទាន់នៅពេលដែលទូភ្ញាក់ខូចបាទបងប្អូនរូបរាងឲ្យបែបនេះ